បាទជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ខ្ញុំធ្វើវីដេអូនេះឡើងគឺទស្សន៍ទាយអ្នកកើតថ្ងៃប្រហោះខែសីហាឆ្នាំមមែបើមើលទៅតាមជើងលេខថ្ងៃខែឆ្នាំកំណើតយើងឃើញថាពេលដែលលោកអ្នកកើតមកឪពុកម្ដាយរបស់លោកអ្នករស់ស៊ីឡើងបើជាអ្នកធ្វើស្រែចម្ការនឹងបានផលដំណាំច្រើនបើជាអ្នកធ្វើការនឹងត្រូវឡើងតួនាទីឬក៏ប្រាក់ខែបើជាអ្នករស់ស៊ីនឹងរស់ស៊ីត្រូវប៉ាន់អ្វីមួយនៅក្នុងឆ្នាំដែលលោកអ្នកកើតមកលោកអ្នកពីក្មេងមានសុខភាពមិនសូវល្អដល់វ័យចំណាស់មានសុខភាពល្អលោកអ្នកពីក្មេងជាមនុស្សនឿយដល់វ័យចំណាស់គឺជាមនុស្សស្នុកចំពោះការរកស៊ីបើលោកអ្នករកស៊ីជាមួយមនុស្សខ្ពស់ស្រឡះល្អជាងជាមួយមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងទាបឬក៏ទឿនិយាយច្រើនមិនសូវច្បាស់លាស់ជាមួយនឹងលោកអ្នកចំពោះការងារវិញបើលោកអ្នកធ្វើការជាមួយមនុស្សរាងខ្ពស់ស្រឡះល្អជាងជាមួយមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះមានចិត្តស្មោះនឹងលោកអ្នកហើយនឹងជួយជ្រោមជ្រែងលោកអ្នកឲ្យបានធ្វើការធំទៀតផងចំពោះដៃគូជីវិតបើលោកអ្នកបានដៃគូជីវិតរាងខ្ពស់ស្រឡះល្អជាងបានដៃគូជីវិតមនុស្សរាងទាបឬក៏ទឿដោយសារមនុស្សរាងខ្ពស់ស្រឡះមានធាតុត្រូវជាមួយនឹងលោកអ្នកបើមើលទៅតាមថ្ងៃខែឆ្នាំកំណើតនឹងយើងឃើញថាលោកអ្នកត្រូវបានដៃគូជីវិតជាមនុស្សក្រាន់បើអាចថាជាអ្នកមានអ្នកធ្វើការធំឬក៏អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ហើយដៃគូជីវិតនោះទៀតសោតច្រើនតែមានចិត្តមិនសូវបានជាមួយនឹងគ្រួសាររបស់លោកអ្នកចំពោះស្នេហាវិញលោកអ្នកគឺជាមនុស្សសម្បូរស្នេហ៍មានន័យថាលោកអ្នកមានជម្រើសច្រើននៅក្នុងការជ្រើសរើសដៃគូជីវិតហើយជាប្រភេទមនុស្សមិនរើសដៃគូជីវិតទេមិនថាអ្នកមានឬអ្នកក្រទេឲ្យតែស្រឡាញ់ពេញចិត្តគឺព្រមទទួលយកជាគូអនាគតហើយចំពោះការរស់នៅជាមួយគ្នាលោកអ្នកជាមនុស្សរាក់ទាក់រុះរាយសម្បូរញាតិពូកែនិយាយលួងលោមយកចិត្តដៃគូណាស់ចំពោះការពឹងពាក់អាស្រ័យគ្នាដូចជាមិត្តភក្តិបងប្អូនញាតិសន្តានឬក៏អ្នកដទៃក្តីលោកអ្នកយកល្អគួរទៅរកមនុស្សរាងខ្ពស់ស្រឡះពឹងពាក់បានជាងមនុស្សរាងទាបឬក៏ទឿចំពោះសំពែបុណ្យបើលោកអ្នករៀនបានច្រើនបើជាអ្នកធ្វើការនឹងបានធ្វើការធំបើជាអ្នករស់ស៊ីនឹងមានមុខរបរធំដុំនឹងគេនៅថ្ងៃក្រោយបើបច្ចុប្បន្នមិនទាន់មាននៅក្នុងឆ្នាំ2025នេះរាសីរបស់លោកអ្នកគឺធ្លាក់ចុះហើយនៅក្នុងឆ្នាំ2025នេះលោកអ្នកធ្វើការក្តីរកស៊ីក្តីគឺមិនសូវល្អទេខ្ញុំសូមឆ្លេះប៉ុណ្ណឹងបើសិនជាលោកអ្នកមានសំណួរដាក់ចូលទៅក្នុង comment ឬឆាតតាម Telegram លេខ016 66 84 86សូមអរគុណ